តើអ្នកធ្លាប់សម័យទេថាការទៅនេសាទក្រពើនៅកណ្ដាលអត្រាទ្វារគួរឲ្យខ្លាចនិងរំភើបប៉ុណ្ណេះត្រៀមខ្លួនឲ្យហើយព្រោះយប់នេះយើងនឹងទៅតតាំងជាមួយស្ដេចទឹកសាបនៅក្នុងដំណើរផ្សងព្រេងដែលអ្នកមិនធ្លាប់ឃើញពីមុនមកសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលប្លែកខុសពីសប្ដងយប់នេះ King មិននាំអ្នកទាំងអស់គ្នាទៅញ៉ាំអីឬដើរលេងផ្សារទំនើបទេប៉ុន្តែ King កំពុងឈរនៅមាត់បឹងដ៏អាថកំបាំងមួយដែលល្បីថាមានក្រពើយ៉ាក់រស់នៅបងប្អូនមើលចុះទឹកខ្មៅងងឹតស្លុបស្ងាត់ជ្រងំសំរេងតែសំឡេងសត្វលើតយំក៏ធ្វើឲ្យព្រាសម្បរដែរខ្ញុំមានអារម្មណ៍ថាដូចមានភ្នែករាប់រយគូកំពុងសម្លឹងមើលមកយើងពីក្នុងទឹកអញ្ចឹងថ្ងៃនេះខ្ញុំនឹងសាកល្បងនេសាទក្រពើតាមបែបបុរាណតែលាយឡំនឹងភាពកំប្លែងបន្តិចដើម្បីកុំឲ្យភ័យពេកតោះត្រៀមខ្លួនរួចរាល់ហើយឬនៅបាទត្រៀមរួចហើយកុំភ្លេចចុច like និង subscribe ម្នាក់មួយផងណាដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំតតាំងជាមួយអាធំយប់នេះមុននឹងយើងចាប់ផ្ដើមយើងត្រូវពិនិត្យមើលឧបករណ៍សិននេះគឺជាសន្ទូចពិសេសដែលខ្ញុំបានបញ្ជាទិញមកមិនមែនស្ទូចត្រីឆ្លាំងទេណាគឺស្ទូចក្រពើមើលផ្លែសន្ទូចនេះចុះធំជាងដៃខឹមទៅទៀតហើយចំណែកឯនុយវិញគឺមាន់មួយក្បាលពេញតែម្ដងខ្ញុំដាក់ឈ្មោះវាថាមាន់លែបងជីវិតអ្នកដឹងទេក្រពើវាជួយចិត្តក្លិនឆ្អាបខ្លាំងណាស់ជាពិសេសពេលយប់បែបនេះវាកំពុងតែឃ្លានខ្ញុំមានអារម្មណ៍ថាដៃខ្ញុំកំពុងតែញ័រតិចមិនមែនខ្លាចទេណាគឺនេះអូខេគុំនិយាយច្រើនយើងត្រូវចងខ្សែឲ្យជាប់បើមិនអញ្ចឹងទេគុំថាឡើយបាងក្រពើសូម្បីតែអ្នកស្ទួចក៏វាទីងចូលទឹកបាត់ដែរតោះយើងទៅរកកន្លែងដែលល្អបំផុតដើម្បីដាក់នុយយប់នេះអូយស្អីគេនោះគ្រាន់តែសំឡេង make sure បាក់សោះធ្វើឲ្យខ្ញុំចង់គៀងបីដងបាត់ទៅហើយអ្នកទាំងអស់គ្នាឃើញនេះបរិយាកាសនៅទីនេះពិតជាគួរឲ្យខ្លាចមែនទែនឡាមឈើធំហាក់ដូចជាកំពុងលូកដៃមករកយើងចឹងខ្ញុំឮសំឡេងទឹកធាតនៅខាងមុខដូចជាមានអ្វីមួយយ៉ាងកំពុងហែលមករកយើងបងអូនកុំអាលមាត់ណាត្រូវដើរឲ្យស្ងាត់បំផុតក្រពើវាមានត្រចៀកវៃណាខ្ញុំធ្លាប់ឮគេថាបើឃើញភ្នែកក្រពើចាំងនឹងពន្លឺពើលពណ៌ក្រហមមានន័យថាវាកំពុងតែខឹងឥឡូវខ្ញុំកំពុងតែព្យាយាមរកមើលពន្លឺពណ៌ក្រហមនឹងឯងចុះបើឃើញមែនតើខ្ញុំគួររត់ឬក៏គួរនៅថតបន្តចិត្តមួយចង់រត់តែចិត្តមួយទៀតចង់ឲ្យអ្នកទាំងអស់គ្នាបានឃើញក្រពើយ៉ាក់ផ្ទាល់ភ្នែកអូខេទីនេះហាក់ដូចជាកន្លែងល្អយើងនឹងដាក់នុយនៅត្រង់នេះហើយ1 2 3រួចរាល់នុយមន់របស់យើងបានចុះទៅក្នុងទឹកហើយឥឡូវនេះអ្វីដែលយើងត្រូវធ្វើគឺរងចាំការរងចាំនៅកណ្ដាលយប់ងងឹតបែបនេះគឺជាអ្វីដែលពិបាកបំផុតខ្ញុំមានអារម្មណ៍ថាពេលវេលាហាក់ដូចជាងាប់ឈរអញ្ចឹងរាល់សំឡេងខ្យល់បុកមកប៉ះស្លឹកឈើធ្វើឲ្យខ្ញុំស្រមៃដល់រឿងខ្មោចដែលធ្លាប់មើលពីមុនមកចុះបាទស្រាប់តែមានដៃត្រជាក់មកប៉ះស្មាខ្ញុំពីក្រោយអូយឈប់គិតភ្លាមយើងមកនេសាទក្រពើមិនមែនមកហៅខ្មោចលេងទេបងប្អូនមើលចុះទឹកនៅត្រង់កន្លែងដាក់នុយចាប់ផ្ដើមមានរលកតិចហើយប្រហែលជាមានភ្ញៀវមិនទាន់អញ្ជើញកំពុងតែមកចិត្តនុយយឿនហើយមើលទៅខ្ញុំត្រូវទប់ដង្ហើមឲ្យជាប់កុំឲ្យវាដឹងខ្លួនបែដួងខ្ញុំលោតដប់ដូចមានគេមកវាស្កក្នុងទ្រុងអញ្ចឹងជាប់ហើយបងប្អូនអើយវាទៀងខ្លាំងណាស់អូយជួយផងវាដូចជាមានកម្លាំងដំរីអញ្ចឹងមើលខ្សែសន្ទូចចុះវាតឹងរឹងដោយសរសៃដែកទៅហើយខ្ញុំស្ទើរតែទប់ខ្លួនមិនជាប់ទេជើងខ្ញុំចាប់ផ្ដើមរអ៊ូទៅរកមាត់ទឹកហើយអានឹងប្រកាសជាក្រពើយ៉ាក់មិនខានទេបើមិនចឹងទេមិនខ្លាំងបែបនេះទេខ្ញុំត្រូវការជំនួយតែគ្មានអ្នកណានៅក្បែរក្រោយពីកាមេរ៉ាមួយនេះទេស៊ូខ្ញុំត្រូវតែទាញវាឡើងមកឲ្យបានដើម្បីបង្ហាញអ្នកទាំងអស់គ្នាថាក្រពើនៅទីនេះធំប៉ុណ្ណាអូយដៃខ្ញុំស្ពឹកអស់ហើយវាមិនព្រមឡើងមកសោះវាព្យាយាមអូសខ្ញុំចូលទៅក្នុងទឹកវិញនេះគឺជាការតស៊ូរវាងមនុស្សនិងសត្វសាហាវហើយតើខ្ញុំអាចឈ្នះវាបានទេបងប្អូនជួយលើកទឹកចិត្តខ្ញុំផងព្រះអើយស្អីគេនឹងអូមើលចោះមិនមែនក្រពើទីគឺត្រីអណ្ដែងយ៉ាក់សោះហាខ្ញុំស្ទើរតែគាំងបេះដូងស្លាប់ដោយសារត្រីមួយក្បាលលឹងមើលចោះវាមានពុកមាត់វែងដូចជាលោកតាចាអញ្ចឹងខ្ញុំខំតែភ័យស្មានតែជួបស្ដេចក្រពើបាត់ទៅហើយត្រីអណ្ដែងនេះប្រហែលជាឃ្លានខ្លាំងពេកទើបមកដណ្ដើមនុយក្រពើបែបនេះបងប្អូនសើចខ្ញុំចោះខ្ញុំក៏ចង់សើចខ្លួនឯងដែរមិញនេះខ្ញុំស្រែកខ្លាំងជាងក្រពើទៅទៀតតែមិនអីទេនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះយើងមិនបោះបង់ចោលញីទេខ្ញុំនឹងដាក់នុយថ្មីមួយទៀតលើកនេះខ្ញុំនឹងទៅកន្លែងដែលជ្រៅជាងមុនបន្តិចដែលខ្ញុំជឿចាស់ថាមានអាធំសំណុំនៅទីនោះតោះយើងបន្តដំណើរទៅមុខទៀតកុំឲ្យខាត់ពេលយូរឈប់សិនអ្នកទាំងអស់គ្នាឃើញអ្វីដែលខ្ញុំឃើញទេនោះនៅត្រង់កំពូតព្រៃខាងមុខនោះភ្នែកពីរក្របពណ៌ក្រហមឆ្អៅកំពុងតែសម្លឹងមកយឿនលើកនេះខ្ញុំច្បាស់ 100% ហើយថាជាក្រពើពិតប្រាកដវាអណ្ដែតខ្លួនស្ងៀមដូចជាមែកឈើងាប់អញ្ចឹង
ប៉ុន្តែភ្នែករបស់វាបង្ហាញពីភាពសាហាវយងខ្នងខ្ញុំមានអារម្មណ៍ថាខ្យល់ជំវិញខ្លួនស្រាប់តែត្រជាក់ស្រេបនេះហើយជាអ្វីដែលខ្ញុំចង់បានប៉ុន្តែពេលឃើញផ្ទាល់បែរជាចង់រត់ទៅផ្ទះវិញយើងត្រូវតែប្រុងប្រយ័ត្នបំផុតក្រពើអាចហុកចេញពីទឹកបានលឿនជាងអ្វីដែលយើងគិតឥឡូវខ្ញុំនឹងព្យាយាមបោះនុយឲ្យចំពីមុខវាសូមឲ្យសំណាងល្អនៅខាងយើងចុះកុំឲ្យវាហុកមកខាំខ្ញុំជំនួសឲ្យការខាំនុយទៅចុះអូនបងអើយ បានហើយលើកនេះបានសម្រេចមែនមើលចុះវាមិនធំដោយដែលខ្ញុំស្រមៃទេតែវាពិតជាក្រពើមែនវាប្រហែលជាកូនក្រពើចំទង់ទេមើលថ្មិញវាចុះស្រួយណាស់ទោះបីជាវាតូចតែចរិតវាសាហាវមិនធម្មតាទេវាមិនព្រមឡើងនុយសោះហើយថែមទាំងព្យាយាមខំជើងខ្ញុំទៀតនេះហើយជាស្ទេចទឹកសាបដែលយើងកំពុងស្វែងរកខ្ញុំមានអារម្មណ៍ថាដូចជាអ្នកប្រមាញ់អាជីពអញ្ចឹងទោះបីជាមិញនេះភ័យរហូតដល់ចង់រះក៏ដោយយើងត្រូវតែធ្វើការជាមួយវាដោយប្រុងប្រយ័ត្នព្រោះកម្លាំងខំរបស់វាខ្លាំងណាស់ខ្ញុំនឹងមិនធ្វើបាបវាទេគ្រាន់តែចង់ថតរូបជាមួយវាបន្តិចហើយនឹងលែងវាចូលទៅក្នុងទឹកវិញអ្នកដឹងទេការការពារសត្វព្រៃគឺជារឿងសំខាន់ទោះបីជាពួកវាគួរឲ្យខ្លាចក៏ដោយ អូខេបងប្អូនឥឡូវនេះដល់ពេលដែលត្រូវលែងវាទៅវិញហើយតែចុះហាសម្លាញ់ទៅរកម៉ែអើអញទៅហើយកុំមកចិត្តមនុស្សទៀតណាប្រយ័ត្នគេចាប់ធ្វើការីកពើមើលចុះវាហែលទៅបាត់ហើយលឿនដួតព្រួយអញ្ចឹងការផ្សំប្រេងយប់នេះពិតជាផ្ដល់បទពិសោធន៍ដែលមិនអាចបំភ្លេចបានមែនគៀងបានរៀនថាធម្មជាតិនៅពេលយប់ពិតជាអាចកំបាំងនិងមានសម្រស់មួយយ៉ាងរបស់វាទោះបីជាយើងមានអារម្មណ៍ខ្លាចតែបើមានការប្រុងប្រយ័ត្នយើងនឹងអាចឃើញអ្វីដែលអស្ចារ្យខ្ញុំនៅតែធ្វើមិនតាន់បាត់ទេបេះដូងនៅតែលោតញាប់នៅឡើយយប់នេះពិតជាជោគជ័យមែនយើងបានទាំងសំណើតបានទាំងភាពភ័យរន្ធត់និងបានឃើញសត្វក្រពើផ្ទាល់ភ្នែកទៀតផងជាចុងក្រោយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាកុំសាក់លបងធ្វើបែបនេះនៅផ្ទះម្នាក់ឯងណាការនេសាទក្រពើត្រូវការអ្នកជំនាញនិងការរៀបចំឲ្យបានត្រឹមត្រូវខ្ញុំមកទីនេះជាមួយក្រុមការងារដែលនៅពីក្រោយកាមេរ៉ាដែលចំជួយសង្គ្រោះខ្ញុំគ្រប់ពេលសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូផ្សងព្រេងបែបភ័យរន្ធត់លេកំប្លែងមួយនេះបើចូលចិត្តកុំភ្លេចសរសេរ comment ប្រាប់ខ្ញុំផងថាតើវគ្គណាដែលអ្នកចូលចិត្តជាងគេតើវគ្គដែលខ្ញុំខ្លាចត្រីអណ្ដែងឬវគ្គដែលខ្ញុំចាប់បានកូនក្រពើខ្ញុំបាទរ៉តអមមិនអ្នកទាំងអស់គ្នាហើយបើចង់ឲ្យខ្ញុំទៅផ្សងព្រេងនៅកន្លែងណាផ្សេងទៀតដែលគួរឲ្យខ្លាចជាងនេះកុំភ្លេចប្រាប់មកណាយប់នេះខ្ញុំត្រូវទៅសម្រាកសិនហើយព្រោះហត់ខ្លាំងណាស់រាត្រីសួស្ដីបងប្អូនទាំងអស់គ្នា សូមអរគុណសម្រាប់ការទស្សនាកុំភ្លេចតាមដានវីដេអូថ្មីៗនៅសប្តាហ៍ក្រោយរក្សាសុវត្ថិភាពនិងរីករាយជាមួយការផ្សងព្រេង